គន្លឹះទាំង5ដើម្បីត្រៀមខ្លួនសម្ភាសការងារខាងក្រោមនេះគឺជាគន្លឹះទាំង5ក្នុងការសម្ភាសការងារទី1ព័ត៌មានក្រុមហ៊ុននិងតួនាទីការងារមុននឹងឈានជើងចូលក្នុងបន្ទប់សម្ភាសអ្នកត្រូវដឹងឲ្យច្បាស់ថាតើក្រុមហ៊ុននោះធ្វើអ្វីខ្លះមានបេសកកម្មនិងទស្សនវិស័យបែបណាយើងអាចធ្វើការប្រមូលព័ត៌មានទាំងនេះតាមរយៈគេហទំព័រឬបណ្ដាញសង្គមរបស់ក្រុមហ៊ុនវានឹងជួយឲ្យអ្នកយល់ពីវប្បធម៌ការងាររបស់ពួកគេទន្ទឹមនឹងនេះចូលអានការពិពណ៌នាការងារឲ្យបានហ្មត់ចត់ដើម្បីដឹងថាពួកគេកំពុងស្វែងរកជំនាញអ្វីឲ្យពិតប្រាកដនៅពេលអ្នកបង្ហាញថាអ្នកយល់ដឹងពីក្រុមហ៊ុននិងអាចពន្យល់ពីរបៀបដែលជំនាញរបស់អ្នកនឹងជួយជំរុញក្រុមហ៊ុនឲ្យរីកចម្រើនបានវានឹងធ្វើឲ្យអ្នកសម្ភាសមានការចាប់អារម្មណ៍លើអ្នកខ្លាំងជាងបេក្ខជនដទៃទី2ការត្រៀមចម្លើយនៅក្នុងពេលសម្ភាសមានសំណួរខ្លះៗដែលអ្នកសម្ភាសនឹងសួរស្ទើរគ្រប់ការសម្ភាសទាំងអស់ដែលយើងគួរតែមានការត្រៀមចម្លើយទុកជាមុនផងដែរដូចជាតើអ្នកអាចណែនាំខ្លួនឯងបានទេឬក៏ហេតុអ្វីយើងគួរជ្រើសរើសយកអ្នកហើយចំណុចសំខាន់មួយទៀតគឺការសួរសំណួរតាក់ទងជាមួយនឹងបទពិសោធន៍កន្លងមកសម្រាប់ចម្លើយចូលប្រើបច្ចេកទេស STAR សម្រាប់ការឆ្លើយដែលបច្ចេកទេសនេះរួមមានដូចជាអក្សរ S ដែលមានន័យថា situation សំដៅទៅលើស្ថានភាពការងារដែលអ្នកបានធ្វើកន្លងមកអក្សរ T ស្មើនឹង task សំដៅលើភារកិច្ចដែលបានបំពេញអក្សរ A ស្មើនឹង action សំដៅទៅលើសកម្មភាពដែលអ្នកបានធ្វើហើយជាចុងក្រោយគឺអក្សរ O ដែលសំដៅទៅលើលទ្ធផលដែលអ្នកទទួលបានចំពោះការឆ្លើយតបដែលមានរចនាបថបែបនេះជួយឲ្យអ្នកសម្ភាសមើលឃើញពីសមត្ថភាពដោះស្រាយបញ្ហាយ៉ាងពិតប្រាកដរបស់អ្នកនិងភាពច្បាស់លាស់ក្នុងការធ្វើការងារកុំគ្រាន់តែនិយាយថាអ្នកពូកែតែត្រូវបង្ហាញភស្តុតាងតាមរយៈលទ្ធផលដែលអ្នកធ្លាប់សម្រេចបានទី3ការរៀបចំខ្លួនជាមួយនឹងកាយវិការប្រកបដោយទំនុកចិត្តការចាប់អារម្មណ៍ដំបូងគឺសំខាន់បំផុតចូលជ្រើសរើសសម្លៀកបំពាក់ដែលសមរម្យស្អាតបាតនិងមានលក្ខណៈវិជ្ជាជីវៈទៅតាមប្រភេទការងារដែលអ្នកនឹងត្រូវសម្ភាសក្រៅពីសម្លៀកបំពាក់កាយវិការក៏ជាផ្នែកមួយនៃទំនាក់ទំនងផងដែរការរក្សាស្នាមញញឹមការសម្លឹងភ្នែកឲ្យចំការអង្គុយឲ្យត្រង់ខ្លួននិងការងក់ក្បាលបង្ហាញពីការស្ដាប់គឺជាសញ្ញានៃទំនុកចិត្តនិងការគោរពចូលចងចាំថាទំនុកចិត្តមិនមែនជាការអួតអាងនោះទេប៉ុន្តែវាជាការបង្ហាញថាអ្នកមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងស្ថានភាពនិងការងារដែលក្រុមហ៊ុននឹងត្រូវប្រគល់ឲ្យចំណុចទី4ការត្រៀមសំណួរត្រឡប់ទៅកាន់អ្នកសម្ភាសវិញការសម្ភាសគឺជាការសន្ទនាគ្នាទៅវិញទៅមករវាងយើងនិងអ្នកសម្ភាសនៅចុងបញ្ចប់នៃការសម្ភាសនៅពេលដែលគេសួរថាតើអ្នកមានសំណួរអ្វីទេសូមកុំឆ្លើយថាអត់ទេការសួរសំណួរត្រឡប់ទៅវិញបង្ហាញថាអ្នកពិតជាមានចំណាប់អារម្មណ៍ខ្លាំងទៅលើការងារនេះហើយយើងអាចសួរទៅកាន់អ្នកសម្ភាសវិញដូចជាតើអ្វីដែលជាការរំពឹងទុករបស់ក្រុមហ៊ុនចំពោះបុគ្គលិកក្នុងតួនាទីនេះឬតើវប្បធម៌ការងារក្នុងក្រុមហ៊ុនមានលក្ខណៈបែបណា
ដែលសំណួរទាំងនេះមិនត្រឹមតែបង្ហាញពីភាពឆ្លាតវៃរបស់អ្នកនោះទេប៉ុន្តែវាក៏ជួយឲ្យអ្នកដឹងថាតើក្រុមហ៊ុននេះពិតជាកន្លែងដែលអ្នកចង់ធ្វើការដែរឬទេចំណុចទី5ការគោរពពេលវេលានិងការផ្ញើសារអរគុណការមកដល់កន្លែងសម្ភាសន៍មុនពេល10នាទីទៅ15នាទីគឺជាការបង្ហាញពីវិន័យនិងការឲ្យតម្លៃទៅលើពេលវេលារបស់អ្នកដទៃប្រសិនបើការសម្ភាសន៍តាមអនឡាញចូលពិនិត្យប្រព័ន្ធអ៊ីនធឺណិតនិងឧបករណ៍ឲ្យបានរួចរាល់ជាមុនបន្ទាប់ពីសម្ភាសន៍ចប់ក្នុងរង្វង់ពេល24ម៉ោងចូលផ្ញើសារឬអ៊ីមែលខ្លីមួយដើម្បីអរគុណទៅកាន់អ្នកសម្ភាសន៍ចំពោះពេលវេលារបស់ពួកគេនិងជាការបញ្ជាក់ម្ដងទៀតពីចំណាប់អារម្មណ៍របស់អ្នកចំពោះតួនាទីនេះទង្វើតូចតាចនេះបង្ហាញពីភាពមានវិជ្ជាជីវៈខ្ពស់និងធ្វើឲ្យអ្នកដាក់ជាប់នៅក្នុងចិត្តរបស់អ្នកសម្ភាសន៍លើសពីបេក្ខជនដទៃតើអ្នកបានត្រៀមខ្លួនរួចរាល់ដើម្បីទទួលការសម្ភាសន៍ហើយឬនៅតើអ្វីជាសំណួរសម្ភាសន៍ការងារដែលអ្នកខ្លាចជាងគេអ្នកអាចសរសេរនៅក្នុងខមមិនខាងក្រោមនេះដើម្បីឲ្យពួកយើងជួយផ្ដល់ជាគំនិតផ្សេងៗសូមអរគុណ